ឯកឧត្តមខៀវកញ្ញរិទ្ធឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអ្នកតំណាងរាជមណ្ឌលកំពង់ចាមអញ្ជើញដាក់គម្រោងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសុកសំអល់ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាឪពុកបង្កើតឯកឧត្តមសុកប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាននារសៀលថ្ងៃទី21ខែមេសាឆ្នាំ2025ឯកឧត្តមសុកសំអល់បានទទួលមរណភាពនៅថ្ងៃអាទិត្យ800ខែចែកឆ្នាំម្សាញ់សព្វស័ក្តិពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី20ខែមេសាឆ្នាំ2025វេលាម៉ោង14:45នាទីរសៀលក្នុងជន្មាយុ85ឆ្នាំដោយជរាពាធសពឯកឧត្តមសុកសំអល់ត្រូវបានតម្កល់ធ្វើបុណ្យតក្កិណានុប្បទានតាមប្រពៃណីសាសនានៅវត្តបញ្ហាកែវមณีឫស្សីសាញ់ស្ថិតនៅផ្លូវព្រៃសរភូមិប្រការសង្កាត់ព្រៃសរខណ្ឌដង្កោវរាជធានីភ្នំពេញ